អ្នកទាំងអស់គ្នានៅផ្ទះមានលកតយអត់បើអត់មានសុំអ្នកចិត្តខាងតិចទៅប៉ុន្តែត្រូវមួយអ្នកចិត្តខាងអត់បើអត់ត្រូវទេទៅផ្សារទៅទិញហ្មងទៅយកមកធ្វើបង្អែមទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីវិធីធ្វើបង្អែមចាហួយតយខ្ទិះដូងឬក៏សារាយតយខ្ទិះដូងហ្នឹងហើយជំហានដំបូងយើងមកកិនលកតយសិនយើងដាក់លកតយចូលទៅក្នុងម៉ាស៊ីនក្រឡុកយើងហើយចាក់ជាមួយនឹងទឹកបន្តិចផងដើម្បីអីពេលកិនទៅវាម៉ត់ល្អតពីកិនលកតយហើយយើងមកដាំទឹកដើម្បីធ្វើចាហួយតយចាក់ទឹកចំនួន2កែវចូលទៅក្នុងឆ្នាំងនឹងហើយចាក់ម្សៅស្រាយនឹងចូលជាមួយនឹងទឹកប៉ុន្តែយើងអត់ទាន់បើកហ្គាសទេណាអ្នកទាំងអស់គ្នាយើងដាក់ម្សៅចាហួយនឹងចំនួន2ស្លាបព្រាបាយចាក់ជាមួយនឹងស្ករសមួយកូនចានចង្កឹះហ្នឹងបន្ទាប់មកដាក់អំបិលមួយចុងស្លាបព្រាបាយបន្តកូរវារហូតឲ្យវាលាយចូលគ្នាចាំយើងចាប់ផ្ដើមបើកហ្គាសយើងបិទកំបោររងចាំរយៈពេល15នាទីដើម្បីឲ្យវាពុះចាំយើងចាក់អាទឹកតយដែលយើងបាញ់កិនមិញហ្នឹងចូលទៅក្នុងឆ្នាំងហ្នឹងបន្ទាប់មកកូររហូតដល់វារងចាំវាដល់វាពុះណាហ្នឹងហើយនេះចាហួយតយហ្នឹងបានធ្វើហើយអញ្ចឹងយើងចាប់ផ្ដើមចាក់វាចូលទៅក្នុងចានចាក់វាម្ដងមួយទៅឲ្យគ្រប់ចំនួនរហូតដល់វាអស់ទឹកហ្នឹងណាបន្ទាប់ពីចាក់ចាហួយហើយយើងមកចាប់ផ្ដើមធ្វើជាមួយនឹងសាគូអាពពុះដែលពណ៌បៃតងហ្នឹងគឺពិតខ្ញុំដាក់ត្រាំវាជាមួយនឹងទឹកតយដើម្បីអីឲ្យវាចេញពណ៌បៃតងប៉ុន្តែវាអត់ចេញសោះអញ្ចឹងពេលដែលវាពុះហ្នឹងយើងដួសពពុះហ្នឹងចេញទៅយើងមកបន្តធ្វើជាមួយនឹងទឹកខ្ទិះដូងជាដំបូងយើងចាក់អាចុងចូលសិនកុំតអាចចាក់ដើមនេះកន្លែងនេះដុំដែលកកនៅក្នុងខ្ទិះដូងហ្នឹងដោយសារអីខ្ញុំដាក់ចូលទៅក្នុងទូទឹកកកអញ្ចឹងវាធ្វើឲ្យខ្ទិះហ្នឹងវាកកលាយជាមួយនឹងស្ករសហ្នឹងមកកូនចានចង្កឹះហ្នឹងហើយយើងកូរវារលាយចូលគ្នាខ្ទិះចុងយើងបានពុះហើយអញ្ចឹងយើងចាប់ផ្ដើមចាក់ជាមួយនឹងខ្ទិះដើមចូលចាក់ខ្ទិះដើមចូលហើយយើងកូរវាទៅវិញទៅមកអញ្ចឹងឲ្យវារលាយជាមួយឲ្យវាចូលជាមួយអានឹងខ្ទិះចុងយើងណាកូរហើយចាប់ផ្ដើមពុះយើងបិទហ្គាសបន្ទាប់មកយើងចាប់ផ្ដើមលាយគ្រាប់សាគូចាហួយហើយនឹងខ្ទិះដូងនោះបញ្ចូលគ្នាបន្ទាប់មកចាក់ជាមួយនឹងចាហួយដែលយើងបានកាច់ជាដុំទូចខ្ជូតមិញហ្នឹងដាក់ចូលទៅក្នុងទឹកខ្ទិះដូងយើងហ្នឹងជាមួយគ្រាប់សាគូហ្នឹងទៅបន្ទាប់មកលាយកូរវាទៅវិញទៅមកបានញ៉ាំហើយអ្នកទាំងអស់គ្នានេះរួចរាល់ហើយអ្នកទាំងអស់គ្នាចាហួយស្លឹកតយជាមួយខ្ទិះដូង